ពេលវិជាការដ្ឋានអង្គរៈនិងលោកជំទាវបានចារីជាទីគោរពសូមគោរពមេរៀនរងនិងពលរៀនដ៏អស្ចារ្យខ្លះរបស់គ្នាជាទីគោរពសូមគោរពអាដាមលោកជំទាវដែលជាសមាជិកក្រុមប្រឹក្សាពិបាលអនុប្រធានទីប្រឹក្សាជាន់ខ្ពស់ទីប្រឹក្សាកិត្តិយសទាំងអស់នៃសមាគមសិល្បករខ្មែរក៏ដូចជាបងប្អូនមិត្តសិល្បករសិល្បការិនីទាំងអស់ជាទីគោរពមេត្រីជាបឋមអនុញ្ញាតឲ្យខ្ញុំសូមសម្ដែងនៃការដឹងគុណនៃការគោរពនៅវីរភាពដ៏គំរូអស្ចារ្យក្លាហានអស្ចារ្យរបស់សម្ដេចមហាបវរធិបតីសុតោសម្ដេចអគ្គមហាសេនាបតីជោហ៊ុនសែននាយឧត្តមសេនីយ៍ផុតលេខការទី5ដែលជាអគ្គមគ្គុទ្ទេសក៍ដ៏អស្ចារ្យរបស់កម្ពុជាដែលបានប្រែក្លាយកម្ពុជាពីវាលវិឃាតនៃសង្គ្រាមមកក្លាយជាប្រទេសមួយដែលមានសុខសន្តិភាពកិច្ចអភិវឌ្ឍនិងកិច្ចការភាពដ៏អស្ចារ្យនៅលើឆាកអន្តរជាតិសូមគោរពនិងសូមគាំទ្រយ៉ាងពេញទំហឹងចំពោះការដឹកនាំដ៏ប៉ិនប្រសប់និងឈ្លាសវៃនិងមានការបដិញ្ញាចិត្តយ៉ាងមុតមាំកិច្ចការពីបនអភិបាលកិច្ចរបស់កម្ពុជាក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាជាតិកម្ពុជាទន្ទឹមនឹងគ្នានេះក្នុងនាមនាងខ្ញុំជារបស់បងវរៈកងទ័ពនៅជួរមុខទាំងអស់ដែលបានលះបង់គ្រប់បែបយ៉ាងក្រានរនាលនិងឈរជើងយ៉ាងរឹងមាំនៅលើដែនដីនិងបរណភាពទឹកដីនៃប្រជាជាតិកម្ពុជានៅក្នុងកិច្ចការការពារអធិបតេយ្យភាពជាតិរបស់ខ្លួនអាដាមនាយឧត្តមសេនីយ៍កតេសង្ឃបណ្ឌិតនិងលោកជំទាវជាទីគោរពអង្គពិធីទាំងមូលជាទីមេត្រីថ្ងៃនេះនាងខ្ញុំពិតជាមានមោទនភាពក្រៃលែងដែលមានវត្តមាននៅទីនេះរួមគ្នាជាមួយនឹងបងវរៈកងទ័ពទាំងអស់ក្នុងនាមនាងខ្ញុំជាប្រជាពលរដ្ឋគោរពនាងខ្ញុំពិតជាមានភ័ព្វសំណាងដែលបានកើតនៅក្នុងប្រទេសមួយដែលមានមេដឹកនាំដ៏អស្ចារ្យគួរជាទីមោទន